អាហារចំនួន7ប្រភេទជួយបន្សាបជាតិពុលក្នុងតម្រងនោមនិងថ្លើមរបស់អ្នកបានលឿនទី1គឺមើមយេនជាភេសជ្ជៈធម្មជាតិមួយប្រភេទដែលមានសារធាតុបន្សុទ្ធឈាមដ៏មានឥទ្ធិពលបំផុតដែលជួយឲ្យអង់ស៊ីមធ្វើការយ៉ាងសកម្មពិសេសនៅក្នុងថ្លើមរបស់អ្នកនិងជួយបណ្ដេញជាតិពុលបានលឿនទ្វេដងទី2គឺខ្ទឹមសបើសិនជាយើងញ៉ាំឆៅនៅពេលព្រឹកជាមួយបាយអាចជួយបញ្ចូលថាមពលទៅថ្លើមរបស់អ្នកនិងជួយជំរុញការបន្សុទ្ធតម្រងនោមបាន30%ទី3គឺទឹកក្រូចឆ្មាមានមុខងារជួយជំរុញឲ្យថ្លើមរបស់អ្នកផលិតទឹកប្រមាត់បានច្រើននិងជួយបំបែកខ្លាញ់មិនល្អនិងជួយលាងជម្រះតម្រងនោមរបស់អ្នកផងដែរទី4គឺល្មៀតជាគ្រឿងទេសមាសអាចជួយជួសជុលកោសិកាថ្លើមដែលខូចខាតនិងជួយកាត់បន្ថយការរលាកតម្រងនោមក្នុងរយៈពេលត្រឹមតែ14ថ្ងៃទី5គឺ cranberry ចាជួយការពារបាក់តេរីដែលបង្កគ្រោះថ្នាក់ដល់តម្រងនោមនិងជួយដល់មុខងារថ្លើមផងដែរទី6គឺខ្ញីចាជួយបង្កើនលំហូរឈាមទៅកាន់សរីរាង្គរបស់អ្នកនិងពន្លឿនដំណើរការសម្អាតបានរហូតដល់50%ទី7គឺជីវ៉ាន់ស៊ុយដែលជាសារធាតុបន្សាបជាតិពុលទាបបំផុតភ្ជាប់ទៅនឹងលោហៈធ្ងន់នៅក្នុងរាងកាយរបស់អ្នកប្រសិនបើអ្នកញ៉ាំរាល់ថ្ងៃរហូតដល់2សប្តាហ៍ធ្វើឲ្យរាងកាយរបស់អ្នកមានអារម្មណ៍ស្អាតជាងមុននិងមានថាមពលជាងមុនបងប្អូនទាំងអស់គ្នាគួរយកចិត្តទុកដាក់ថែរក្សាតម្រងនោមរបស់អ្នកញ៉ាំទឹកឲ្យបានគ្រប់គ្រាន់កុំញ៉ាំទឹកភេសជ្ជៈផ្អែមឬក៏ស្រាបៀរច្រើនពេក